ឆ្លងកាត់វាលស្មៅធំវគ្គដំបូងនៅក្នុងពាក់កណ្ដាលខែមិថុនាឆ្នាំ1935ក្រោយពីទ័ពរណសេរីទី1និងក្រុមរណសេរីទី4ជួបគ្នាហើយមកទ័ពទាំងអស់បានសម្រាប់រយៈពេលខ្លីក្នុងក្រុងតាវើ哎呀嘞，日头出来呀，红彤彤哎。អំឡុងពេលនេះទីបញ្ជាការកណ្ដាលបានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីទិសដៅរបស់អនាគតទ័ពរំដោះទីបំផុតទ័ពរំដោះក៏សម្រេចផ្លាស់ទីទៅភាគខាងត្បូងនៃខេត្តកានស៊ូតែដោយសារតែទ័ពភូមិតាំងបានវាយយកក្រុងសុងប៉ាន់បានសម្រេចក៏ធ្វើឲ្យរាំងស្ទះការធ្វើដំណើររបស់ទ័ពរំដោះទៅកាន់ភាគខាងត្បូងនៃខេត្តស៊ូកាន់ទ័ពរំដោះគ្មានជំនឿអ្វីក្រៅពីផ្លាស់ទីទៅភាគខាងជើងតាមវាលស្មៅនោះទេចាត់ទឹកមកលោកប្រធានខ្ញុំលើថាពួកយើងត្រូវឆ្លងវាលស្មៅនៅរុកត្រូវទីបរិស្ថាននៅវាលស្មៅនេះរៀងស្មុគស្មាញយើងត្រូវឲ្យមានកងស៊ីវដឹកនាំទ័ពទៅពិនិត្យតំបន់នេះអមិនហើយខ្ញុំលើថាមួយរយៈនេះពួកគេមានពេលទំនេរច្រើនណាស់ឡនណាអាឡនដៃនេះគឺកាន់តែហ៊ានទៅហើយរីកាលោកនេះខ្ញុំមកដល់ហើយយើងថានេះត្រូវមកដៃទៅផ្សំក៏ប៉ុន្តែអ្នកស្រុកទី3ថាតំបន់វាលស្មៅនេះគឺគ្រោះថ្នាក់ណាស់តែខាងទ័ពរំដោះយើងមិនជឿយើងចង់ឲ្យអញទៅពិនិត្យមើលដល់ផ្ទាល់ថាមានអ្វីឲ្យប្រកាសអញមានទំនុកចិត្តដែរទេបាទខ្ញុំសម្រេចកិច្ចការនេះឲ្យបានមេកងតែជួយពីសកម្មថ្មីទៅទៅរកផ្លូវឋាននរុហ៎ជប់សិនមើលមេកងមកជួបឲ្យដល់ល្អបំផុតមានតែរនអ្នកស្រុកទី3មកជួយនាំផ្លូវយើងប៉ុណ្ណោះពួកយើងសត្វតែមានកំណត់ដូចគ្នាគ្រប់គ្នាបំមាច់គ្នាតាមសួរមួយម៉ោងក្រោយជួបគ្នាវិញបាទហើយដូចក៏គ្មានអ្នកធ្លាប់ទៅវាលស្មៅនោះអញ្ចឹងតើវាពិតជាឋាននរុដូចគេថាមែនទេហ៎មិនកើតទេគឺមិនចិត្តបាក់ហើយអ៊ំប្រុសប្រយ័ត្នអ៊ំប្រុសចាំមិនទៅហើយអ៊ំក្រឹកចកេះហើយអ៊ំត្រំតិចទៅចាំខ្ញុំជួយអ៊ំទៅពេទ្យឡាចិនរកអ្នកនាំផ្លូវបានហើយនៅហើយអ្នកស្រុកទី3យកច្រឡំនឹងពួកយើងទើបមិនព្រមជួយយើងទេមើលទៅលើកនេះគ្មានអ្នកជួយយើងទេចិត្តអស់ពេលហើយពួកយើងមានតែប្រមូលទ័ពទៅតែម្ដងលោកនេះអ៊ំប្រុសគាត់គ្រឹះចង្កេះប្រាប់ឲ្យលីចៅមើលគាត់តិចទៅគ្រាគាត់ទៅបន្ទប់ពីណតិអូយឈឺខ្លាំងណាស់អូយគ្រាន់តែប៉ះពាល់តិចតួចមិនប៉ះពាល់ដល់ឆ្អឹងទេគ្រាន់តែបាត់កៅអីលើកន្លែងរបួសទៅពី3ថ្ងៃទៀតនឹងអស់អីហើយអរគុណពួកក្មួយហើយលោកអ៊ំមិនគួរសំទេអើយកុំហៅថាអ៊ំអីណាហើយយើងថាប៉ាលូអាយុ60ឆ្នាំយើងនៅក្មេងដល់ឡើយទេមេកំពួកយើងប្រមូលផ្ដុំតបរួចហើយពួកយើងត្រៀមចេញដំណើរទៅវាស្មៅហើយបានលោកពូប៉ាលូពូសម្រាប់បានច្រើនពួកយើងនៅមានបេសកកម្មទៀតមកវិញចាំជួបគ្នាថាម៉េចឯងថាពួកឯងនៅទៅវាស្មៅនៅរួចពួកឯងឈួតមែនហើយដឹងទេថាវាគ្រោះថ្នាក់ខ្លាំងណាស់ពួកយើងក៏ដឹងថាគ្រោះថ្នាក់ដែរពួកយើងតាមរកអ្នកនាំផ្លូវពីមួយថ្ងៃទៅហើយមិនបានទេមានតែទ្រង់តែខ្លួនឯងហើយចាកុំអារម្មណ៍អីណាចាំយើងធ្វើជាអ្នកនាំផ្លូវពួកឯងចុះលោកពូធ្លាប់ទៅវាស្មៅនៅរួចនោះមែនទេប្រកាសហើយយើងធ្លាប់ទៅបបបាញ់សត្វរហូតនឹងយើងទៅរៀបចំសិនណាអូយចុកតែខ្ញុំអូយប្រពន្ធមិនតាន់ជីពូកុំតាន់កម្រាក់អីលោកនេះគាត់អាចជួយយើងបានប៉ុន្តែគាត់គឺចង្កេះបាត់ទៅហើយកម្រាក់ក៏មិនបានដែរតិចចិត្តសិនយើងនៅអាចមានវិធីផ្សេងទៀតលោកពូអង្គុយលើកៅអីសាយហើយប្រាប់ផ្លូវពួកយើងទៅពួកយើងអាចសាយលោកពូរហូតដល់វាស្មៅបានអូយរឿងបែបនេះមានតែដាក់ធំបដោះទើបអាចធ្វើបានប្រកាសជាបានក្នុងនាមទ័ពរំដោះពួកយើងសូមអរគុណលោកពូកុំគួរសមអីណាកុំគួរសមអីលោកចាយកក្រេស្នាញមកពួកយើងទៅពេលនេះទទួលបញ្ជីជប់សិនមុននឹងចេញទៅពួកឯងត្រូវរៀបចំរបស់ខ្លះទុកជាមុនសិនណាប្រាំមកខ្ញុំកត់ទុកឯងត្រូវយកឈើវែងឲ្យបានច្រើនមួកឫស្សីកណាត់លាបជ័រអាវចំបើងហើយនឹងណែបន្តទៅមុខបន្តិចទៀតនឹងដល់វាស្មៅនរុហើយណាបាទស្ម័គ្រមិត្តទៅមុខទៀតទេសភាពនេះពិតជាស្អាតមែនវាមិនដូចជានរុដែលគេនិយាយសោះកុំចាញ់បោកទេសភាពអីការពិតគឺវាគ្រោះថ្នាក់ខ្លាំងណាស់ជាងខ្ញុំចង់ពួកហើយជប់សិនហាមកម្រើកឲ្យសោះត្រូវប្រើឈើវែងដើម្បីរកផ្លូវចេញនៅពេលដែលពួកយើងដើរលើវាស្មៅនរុនេះតាមពិតឈើវែងមានទូនាទីជាប្រដាប់រកផ្លូវសោះឈើមួយអាចជាប់គាំងក្នុងដីធ្វើជាបង្គោលណែនាំចង្អុលបង្ហាញផ្លូវដែលមានសុវត្ថិភាពនិងប្រាប់អ្នកដែលនៅពីក្រោយថាផ្លូវណាត្រូវទៅពិតជាគំនិតល្អណាស់ហើយពួកនៅក្រោមវាស្មៅគឺមានគ្រោះថ្នាក់បំផុតពេលផងចូលភ្លាមវានឹងទាញចូលក្រោមភពពិតជាគួរឲ្យខ្លាចពិតមែនពិតជាគួរឲ្យខ្លាចមែនតែហ៎ឯងរកផ្លូវមុនទៅត្រូវប្រយ័ត្នឲ្យខ្ពស់បំផុតទទួលបញ្ជាពួកយើងគួរទៅតាមផ្លូវណាតាមឈើនោះទៅនៅពីក្រោយទិសដៅនៃការលូតលាស់របស់វានោះហើយគឺជាភាគខាងជើងគ្រប់គ្នាប្រយ័ត្នធ្វើដំណើរទៅនេះមែនទេនៅកន្លែងពួកទាំងអស់នេះហាក់ដូចជាជ្រៅណាស់គ្រប់គ្នាតាមខ្ញុំមកពួកយើងនឹងហត់ទៅខាងឆ្វេងចាំខ្ញុំអ្នកគ្នាតាមខ្ញុំមកចុះប្រយ័ត្នផងលោកពូยังមិនហើយមិនទេមិនអីទេវិវ៉ាមេចិត្តភ្លៀងហើយអាកាសធាតុនៅវាស្មៅនេះប្រែចិត្តលឿនណាស់ហើយដូចជាក្មេងយ៉ាងចឹងអញ្ចឹងក៏ពូប្រាប់ឲ្យពួកយើងយកមុខនឹងអាចចម្បាំងតាមមកដល់នេះយើងទៅតាមណាទៀត
រឿងនេះយើងក៏មិនសូវច្បាស់ដែរភ្លៀងធ្លាក់ខ្លាំងបំផ្លាញផ្លាកសញ្ញាផ្លូវចាស់របស់យើងអស់ហើយនៅជុំវិញនោះក៏គ្មានដើមឈើធ្លាប់ស្គាល់ដែរពួកយើងមានតែបន្តទិសដៅទៅខាងជើងតែប៉ុណ្ណោះ ឥឡូវយើងមើលភាពខុសគ្នាលេងដឹងហើយ អើយបើយើងមានត្រីវិស័យមិនដឹងជាល្អប៉ុណ្ណានោះទេ ពួកយើងគួរតែចាំឲ្យវាជប់ភ្លៀងសិនទៅហើយបន្តទៅបើជើងមកវិញនោះគឺវាមកហើយ តែពួកយើងជិតអស់ពេលហើយក៏បានពួកយើងនាំគ្នារកកន្លែងសម្រាប់សិនទៅប្រយ័ត្នកុំឲ្យចូលខ្លួន កន្លែងនេះមើលទៅទំនងណាជួយឆពង ពួកយើងកុំនៅឆ្ងាយពីជួរពេក ជួយឆពង កៅអីមានតែជាប់ភក់ហើយទៅជួយគេទៅអ្នកផ្សេងកុំកម្រើកៅអីចូលទៅប្រយ័ត្នផងកុំឲ្យជាប់គាំង អ្នកកំឡោះហាមកម្រើកបើកម្រើកវានឹងមានគ្រោះថ្នាក់ខ្លាំងណាស់ណា ចាប់ជើងមកទេ លោកឈូបាយកាត់អីអត់ លេចចាំទៅមើលទៅ គេមានអាការៈក្តៅខ្លួនមេឃភ្លៀងធ្វើឲ្យស្ថានភាពគេកាន់តែលំបាក មីក៏បន្តបោះនេះទីមិនកាន់ទេតែនេះជាបេសកកម្មពួកយើងត្រូវសាមគ្គីគ្នាហើយហាប់ចោះចាញ់សិជាងនេះមិនជាពេលមកអួតទេបើអញមកជិះជុំទីអញសួរលោកពូមើលទៅលោកពូគាត់ថាពួកយើងអាចទៅមុខបន្តបានទេ ហើយភ្លៀងធ្លាក់ខ្លាំងពេកក៏មិនដឹងពេលណាវារាំងដែរបើបង្ខំចូលបែបនេះក៏មិនដឹងថាអាចត្រឡប់វិញបានឬអត់ដែរ ឡាឆិតអញនិយាយត្រូវពួកយើងមិនអាចធ្វើប្រទេសផ្ដាស់ទេនាំគ្នាត្រឡប់ទៅវិញឡងធ្វើអញ្ចឹងទៅត្រូវ វងវែងទឹកដៅដោយសារភ្លៀងធ្លាក់ខ្លាំងខណៈពេលរុករកផ្លូវក្រុមតបដៅកំណត់ថ្មីត្រូវបានបង្ខំចិត្តឲ្យត្រឡប់មកវិញ សូមទោសលោកប្រធានខ្ញុំធ្វើឲ្យបេសកកម្មបរាជ័យខ្ញុំនឹងទទួលទោស ភាពលំបាកតិចតួចវាធ្វើអញចោះចាញ់មែនទេ ខ្ញុំមិនចោះចាញ់ទេគ្រាន់តែអន់ចិត្តដែលមិនយល់ពីស្ថានភាពឲ្យបានច្បាស់ កុំមកសង្ឃឹមអីព័ត៌មានឯងមានប្រយោជន៍ច្រើនណាស់ ហ៎ពិតទេ បើតាមសម្ដីរបស់ឯងតំបន់វាស្មើនេះពិបាកដែរជាងការគិតរបស់ជាងទៅទៀតការរៀបចំជើងលើពីការគ្រប់គ្រាន់ឯងធ្វើបានល្អណាស់ បាទអរគុណលោកនាយ ជូនដំណឹងត្រង់កពីទាំងអស់យើងត្រូវតែបង្កើនស្តុកស្បៀងអាហារនិងគ្រប់គ្រងផ្សេងៗទៀត ទទួលបញ្ជា